Hay Hello សួស្តីអ្នកទាំងអស់គ្នាក៏ខ្ញុំបានឃើញវីដេអូរបស់អូននោះសម្រាប់រឿង Luffy ហើយធ្វើឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការសម្រាយរឿងនេះឡើងមកនេះជា channel ទី1របស់ខ្ញុំហើយក៏ជាលើកទី1របស់ខ្ញុំដែលខ្ញុំនឹងធ្វើការសម្រាយរឿងជូនអ្នកទាំងអស់គ្នាបានស្ដាប់និងទស្សនាបើសិនបើមានចំណុចខ្វះខាតអីក៏សូមអ្នកទាំងអស់គ្នាកាន់តែអភ័យទោសផងអញ្ចឹងដើម្បីកុំឲ្យកាន់តែវែងឆ្ងាយឥឡូវយើងចូលទៅដល់សាច់រឿងយើងទាំងអស់គ្នាចាប់ផ្ដើមសាច់រឿងដំបូងហ្នឹងគឺគេបានបង្ហាញអំពី story មួយដែលគេនិយាយថាវាមិនជាយូរប៉ុន្មានទេដែលនៅលើមេឃហ្នឹងពោពេញទៅដោយការវាយប្រហាររបស់ពពួកដំអាចផ្កាយនៅពេលនោះដែរគេឃើញមានដុំថ្មមួយដែលមានពន្លឺរស្មីភ្លឺចែងចាំងហើយវាមានឥទ្ធិពលខ្លាំងមែនទែនដែលមានណាគេម្នាក់បានដឹងទេមនុស្សនៅក្នុងទីក្រុងទាំងអស់នោះចាប់ផ្ដើមនឹងគ្នាស្រាវជ្រាវចង់ដឹងអំពីអាថ៌កំបាំងនៃឥទ្ធិពលរបស់ដុំថ្មមួយនោះប៉ុន្មានឆ្នាំក្រោយមកហ្នឹងក៏មានការវាយប្រហាររបស់ពពួកដំអាចផ្កាយនឹងម្ដងទៀតនៅពេលនោះដែរក៏ស្រាប់តែលេចចេញនៅដុំថ្មដ៏ធំមួយដែលមានកន្លត់បិសាចជាច្រើនបានបែកចេញពីដុំថ្មមួយនោះវាក៏បានធ្លាក់មកបំផ្លាញមនុស្សសត្វរុក្ខជាតិទាំងអស់នៅលើពិភពលោកមួយនេះត្រឹមតែមួយរំពេចភ្នែកប៉ុណ្ណោះទាំងអស់គ្នាពិភពលោកមួយនេះត្រូវបានកំទេចចោលទាំងស្រុងហើយក៏ពួកគេគិតថានេះគឺជាទីបញ្ចប់នៃពិភពលោកប៉ុន្តែនៅពេលនោះដែរក៏ស្រាប់តែមានអ្វីមួយយ៉ាងលេចឡើងកន្លែងហ្នឹងគេបានបង្ហាញប្រាប់យើងថានឹងគឺជាអ្វីទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងតិចទៀតចាំខ្ញុំប្រាប់នឹងឯអ្នកគ្នា story មិញហ្នឹងគឺអ៊ីមួយនេះគាត់បានប្រាប់កូនគាត់អំពីមូលហេតុដែលគាត់អត់ចង់ឲ្យកូនរបស់គាត់នឹងបានស្ដាប់តន្ត្រីដោយសារតែតន្ត្រីហ្នឹងអាចធ្វើឲ្យពពួកបិសាចហ្នឹងវាឈឺចាប់អញ្ចឹងពពួកបិសាចហ្នឹងគឺវាស្អប់តន្ត្រីខ្លាំងមែនតើបើសិនជាវាឮសំឡេងតន្ត្រីនៅកន្លែងណាគឺវានឹងមកបំផ្លាញកន្លែងនោះពពកហ្នឹងគេហៅថាអត្តពលនៃតន្ត្រីហើយមនុស្សដែលមានការឈើហ្នឹងគេហៅថា conductor ដែលជាអ្នកដឹកនាំដែលជាអ្នកបញ្ជាតន្ត្រីអីចឹងណាទាំងពួកគេមានតួនាទីការពារពិភពលោកពីពពួកបិសាចតមកកាន់សាច់រឿងយើងតទៀតហ្នឹងមានក្មេងប្រុសម្នាក់ដែលជាកូនរបស់អ៊ីមិញហ្នឹងបានដើរលេងជុំវិញហ្នឹងក៏ប្រទះឃើញ piano មួយដែលគេទុកចោលកន្លែងហ្នឹងគឺជាកន្លែងហាមឃាត់ដែលគេអត់ឲ្យណាគេចូលទេប៉ុន្តែសារធាតុជាក្មេងវាឃើញអីគឺវាចេះចង់ដឹងចង់ឮក្មេងប្រុសម្នាក់ហ្នឹងបានបើក piano ឲ្យបំរុងនឹងលេងក៏ស្រាប់តែមានដៃនរណាគេម្នាក់បានចុច piano ហ្នឹងមិនគាត់ហ្នឹងហើយអ្នកនរគ្នានេះជាទូប្រុសរបស់យើងដែលគាត់មានឈ្មោះថា Takuto Asahina ក៏បានប្រាប់ទៅក្មេងប្រុសម្នាក់ហ្នឹងថាវាជា pianoក្មេងម្នាក់ហ្នឹងអត់ដឹងថាហ្នឹងជាស្អីទេដោយសារតែតន្ត្រីគេត្រូវបានបិទជាយូរលង់ណាស់មកហើយតាំងពីមានដុំថ្មបិសាចហ្នឹងធ្លាក់មកលើភពផែនដីក្មេងប្រុសម្នាក់ហ្នឹងក៏បានសួរគាត់ថាអ្វីទៅជា piano ក៏បានប្រាប់ថា piano ហ្នឹងគឺជាឧបករណ៍មួយដែលបង្កើតឲ្យមានបទភ្លេងគាត់ក៏ចាប់ផ្ដើមលេង piano មួយនោះបង្កើតបានជាបទភ្លេងយ៉ាងពិរោះធ្វើឲ្យមនុស្សនៅជុំវិញទីក្រុងនេះមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងមែនទែនចង់ដឹងថាតើវាជាសម្លេងអ្វីហើយនរណាគេជាអ្នកបង្កើតវាហើយវាចេញមកប្រភពមកពីណាមនុស្សទាំងអស់នោះនិយាយថាវាពិតជាអស្ចារ្យខ្លាំងមែនទែនហើយពួកគេក៏នាំគ្នាផ្អើលឈូឆរទៅរកមើលប្រភពដែលបទភ្លេងនោះបានលេចឡើងនៅពេលដែលមនុស្សទាំងអស់នោះកំពុងតែជក់ចិត្តជាមួយនឹងបទភ្លេងនោះក៏ស្រាប់តែមានបិសាចឌីធូមួយដែលវាបានបង្ហាញខ្លួនបិសាចហ្នឹងមើលទៅវាមានរាងដូចទៅជាស្វាបន្តិចគីងកង់មិនបន្តិចរៀងមុខស្រៀងស្លូតប៉ុន្តែរៀងវាដូចកញ្ចាញ់ចេញមិនណាគ្នាមិនដឹងជាសត្វស្អីរបស់គាត់ទេបើតែសត្វស្អីសត្វទៅយើងមិនបាច់ខ្វល់ទេយើងដឹងត្រឹមថាវាជាពពួកបិសាចឌីធូទៅបានហើយបិសាចហ្នឹងវាបានលើបទភ្លេងដែលតួប្រុសយើងបានប្រគំមិញណាអ្នកគ្នាវាក៏មកបំផ្លាញកន្លែងនឹងចោលហ្មងបិសាចហ្នឹងក៏រត់មករកតុកតោរបស់យើងហើយពេលហ្នឹងគាត់ក៏បាននិយាយថាតន្ត្រីលេខ5ពេលនោះក៏ស្រាប់តែចេញទូស័យរបស់យើងមកទាត់បិសាចហ្នឹងមកជើងឡើងបត់កបិសាចមួយហ្នឹងគឺអត់មានបានតដៃទូស័យរបស់យើងទាន់ទេគឺនាងទាត់យកហ្មងស្របពេលនោះដែរហ្នឹងដៃរបស់តុកតោក៏បានបាត់ហើយទូស័យរបស់យើងហ្នឹងក៏បានប្រែកាយបដូរសម្លៀកបំពាក់ទៅជាកលាបក្រហមហើយនឹងបដូរពណ៌សក់ផងដែរហ្នឹងហើយអ្នកទាំងអស់គ្នាទូស័យរបស់យើងហ្នឹងឈ្មោះ Destiny នៅពេលដែលនាងបានដូរសម្លៀកបំពាក់ទៅជាកលាបក្រហមបែបហ្នឹងបន្ទាប់មកនាងក៏បានបោះអាឈើដងបញ្ជាតន្ត្រីហ្នឹងបោះទៅឲ្យទូប្រុសរបស់យើងគាត់ក៏ចាប់ផ្ដើមបញ្ជាតន្ត្រីហ្នឹងវាអញ្ចឹងអ្នកទាំងអស់គ្នាតួប្រុសរបស់យើងហ្នឹងគឺជាអ្នកបញ្ជាបទភ្លេងហើយទូស័យរបស់យើងហ្នឹងគឺជាអ្នកដែលលេងភ្លេងតាមប៉ុន្តែនេះវាមិនមែនទេអ្នកទាំងអស់គ្នានេះវាជាឲ្យបញ្ជាបទភ្លេងប៉ុន្តែវាចេញជាយុទ្ធសាស្ត្រវាខុសគ្នាពីបទភ្លេងដែលយើងធម្មតាយល់អត់ទេទាំងអស់គ្នាអត់ទេនៅក្នុងអេពីសូតទី1ហ្នឹងគេបានបង្ហាញឲ្យយើងដឹងច្បាស់លាស់ទេអញ្ចឹងបើសិនជាយើងចង់ដឹងរងចាំទស្សនានៅអេពីសូតទី2ទាំងអស់គ្នានៅក្នុងអេពីសូតទី2ហ្នឹងគឺគេនឹងនិយាយប្រាប់ពីដើមរឿងទាំងអស់អេពីសូតទី1នេះប្រៀបដូចជាគេដាក់នុយឲ្យយើងដើម្បីយើងឆ្ងល់យើងចង់ដឹងហើយយើងតាមដានភាពបន្តអញ្ចឹងណាអនសាច់រឿងយើងបន្តទៀតហ្នឹងតុកតោក៏បានបញ្ជាហើយទូស័យរបស់យើងហ្នឹងក៏បានវាយប្រហារអាសត្វបិសាចមួយហ្នឹងព្រាមនោះដែលរបស់នាងក៏បានផ្លាយជាកំភ្លើងបាញ់ហើយចាក់ទម្លុះចុងកណ្ដាលដើមទ្រូងរបស់បិសាចមួយហ្នឹង
ត្រឹមតែមួយរំពេចផ្នែកអាបិសាចមួយហ្នឹងក៏បានរលាយខ្សោយផុតពីផែនដីមួយនេះបន្ទាប់ពីកម្ចាត់បិសាចហ្នឹងរួចហើយអាដងបញ្ជាតន្ត្រីហ្នឹងក៏បានបាត់ហើយដៃរបស់គាត់ក៏ត្រឡប់មកវិញពេលនោះគាត់ក៏បាននិយាយថានេះហើយគឺជាតន្ត្រីបន្ទាប់មកគាត់ក៏បានតម្លាក់ខ្លួនពីលើដបូលមកក្រោមខ្ញុំសាំអាស៊ីនហ្នឹងមែនតើខ្ញុំអត់ដឹងថាអាប៉ែហ្នឹងគិតអីបានលុតពីលើមកក្រោមទាំងអញ្ចឹងនៅពេលនោះមានឡានមួយបើកសាហាវខ្លាំងមែនតើជ្រែពេញទីក្រុងហ្មងដែលនេះគឺជាបងស្រីរបស់តុកតូរបស់យើងហើយគាត់មានឈ្មោះថា Anna Schneider ខ្ញុំហៅ Anna តេហ្មងទៅខ្ញុំនិយាយតាមឈ្មោះជប៉ុនរបស់គេទេចុះពីលើឡានភ្លាមហ្នឹងគឺគាត់បានស្ដីឲ្យតុកតូគាត់ថាតុកតូហ្នឹងបង្ករឿងអីទៀតអីគ្រាន់តែចាំគាត់ត្រឹម10នាទីគាត់ទៅ shopping នៅអត់បានមែនមកវិញបង្ករឿងទៀតអីគាត់ក៏បាននិយាយថាវាពិតជាគួរអស់សម្លាញ់ខ្លាំងមែនតើពីអ្នកហ្នឹងក៏ចាប់ផ្ដើមទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកហ្នឹងហើយបងប្អូនគ្នាទូស័យរបស់យើងនៅពេលដែលគាត់ធម្មតាគឺគាត់មានឈ្មោះថា Cosito ប៉ុន្តែនៅពេលដែលគាត់ប្រែកាយពាក់ឈុតកលាពណ៌ក្រហមហ្នឹងគឺគាត់មានឈ្មោះថា Destiny តើ Cosito ហើយនិង Destiny ហ្នឹងគឺមានទំនាក់ទំនងអ្វីជាមួយគ្នាហើយជាមនុស្សពីរផ្សេងគ្នាឬក៏មនុស្សតែមួយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងកុំភ្លេចតាមដាននៅក្នុងអេពីសូតទី2ពួកអីអេពីសូតទី2ហ្នឹងគេបានបង្ហាញអំពីរឿងរ៉ាវទាំងអស់អញ្ចឹងបើសិនជាខ្ញុំនិយាយប្រាប់អ្នកទាំងអស់គ្នាហើយគឺនៅក្នុងអេពីសូតទី2វាអត់មានសាច់រឿងអីត្រូវនិយាយទៀតទេតមកកាន់សាច់រឿងយើងវិញអាណាក៏បាននិយាយថាយើងត្រូវដល់ពេលទៅកាន់ញូវយ៉កហើយគ្រាន់តែលឺអញ្ចឹងភ្លាមក៏សេតូរបស់យើងក៏បានលើកតុកតូនឹងបោះចូលទៅក្នុងឡានដូចសន្លៃអញ្ចឹងហើយនាងក៏បាននិយាយថាសូមទោសអ្នកទាំងអស់គ្នាសូមឲ្យអ្នកទាំងអស់គ្នាបន្តការរស់នៅជាធម្មតាចុះនៅក្នុងឡានហ្នឹងអាណាបានស្ដីឲ្យតុកតូខ្លាំងមែនតើគាត់ថាដឹងដែរថាដំណើរទៅកាន់ញូវយ៉កហ្នឹងគឺវាឆ្ងាយហេតុអីក៏ខ្ជះខ្ជាយពេលវេលាបែបហ្នឹងហើយអ្នកទាំងពីរហ្នឹងធ្វើឲ្យគាត់បារម្ភខ្លាំងមែនតើអាណាល្អម្នាក់ឯងប៉ុន្តែពីអ្នកហ្នឹងអត់ខ្វល់ទេកូសេតូវិញគិតតែពីញ៉ាំបើតុកតូវិញគិតតែពីអង្គុយគិតដល់ព្យ៉ាណូដែលគាត់បានលេងអំបញ្ញមិញដល់ពេលកូសេតូញ៉ាំនំអស់ហ្នឹងគាត់ក៏បានប្រាប់ទៅអាណាហើយអាណាក៏បាននិយាយថានៅជុំវិញទីក្រុងនេះមានលក់ដែរចាំគាត់ទិញឲ្យបើតុកតូវិញគាត់និយាយថាទុកលុយចាក់សាំងវិញល្អជាងឲ្យនាងញ៉ាំតាដលងធម្មតាទៅបានហើយគាត់ថាអាណានឹងតាមចិត្តរបស់កូសេតូឡើងខូចមនុស្សអស់ហើយអាណាអត់ខ្វល់ទេអាណាថាដោយសារតែកូសេតូនឹងជាប្អូនស្រីពៅរបស់គាត់តែម្នាក់មិនយូរប៉ុន្មានពួកគេក៏បានជិះទៅដល់ហាងមួយកន្លែងកូសេតូក៏បានដឹងថានៅជុំវិញនេះមានបិសាច D2 ពីរក្បាលនាងក៏បានសុំតុកតូឲ្យទៅកម្ចាត់បិសាចទាំងពីរនោះចោលនៅពេលនោះដៃរបស់តុកតូម្ខាងក៏បានបាត់ហើយកូសេតូក៏បានប្រែក្លាទៅជា Destiny ដើម្បីទៅកម្ចាត់បិសាចនោះភ្លាមអាណាក៏ចង់ហាមឃាត់ដែរប៉ុន្តែហាមឃាត់អត់ទាន់ទេអាណាបានស្ដីឲ្យទៅកាន់តុកតូថាហេតុអីបានជាមិនហាមឃាត់នាងទៅពេលនោះអាណាពិតជាបារម្ភពីកូសេតូខ្លាំងមែនតើនាងក៏បានទាញឡានរបស់នាងនឹងជិះទៅកាន់កន្លែងដែលកូសេតូនឹងប្រយុទ្ធជាមួយពួកបិសាចទាំងនោះទៅពេលដែលអាណាទៅដល់អ្វីៗក៏បានចាប់សពគាត់មកហើយ Destiny ក៏បានដួលសន្លប់ទៅពេលនោះទៅមកដល់ហាងវិញអាណាយំខ្លាំងមែនតើអាណានិយាយថាបើសិនជាមិនមានរឿងនេះកើតឡើងទេប្រហែលជាពួកគេនឹងទៅជិតដល់ញូវយ៉កហើយនិយាយទៅពីអ្នកហ្នឹងគឺអត់ខ្វល់ពីអាណាហ្មងទៅពេលនោះតុកតូក៏បានសួរទៅកាន់ឲ្យកូសេតូថាតើនាងកំចាត់បិសាចដល់របៀបណាកូសេតូយើងក៏បាននិយាយថានៅពេលដែលនាងទៅដល់កន្លែងបិសាចហ្នឹងដំបូងគឺឃើញវាតែពីរទេនាងក៏បានកំចាត់អាពីរហ្នឹងហើយក៏ស្រាប់តែលេចឡើងនៅបិសាចជាច្រើនទៀតទៅពេលកាន់យូរទៅកាន់តែច្រើនទៅនាងមិនដឹងធ្វើម៉េចក៏សម្រេចចិត្តថានឹងបំផ្ទុះវាក្នុងពេលតែមួយប៉ុន្តែនៅពេលផ្ទុះនោះគឺនាងភ្លេចគិតថានាងក៏នៅនឹងដែរអញ្ចឹងទៅធ្វើឲ្យនាងត្រូវបំផ្ទុះជាមួយនឹងពពួកបិសាច D2 ទាំងនោះបើសិននេះវិញអ្នកទាំងអស់គ្នាតុកតូក៏បាននិយាយថាបើសិនជាចង់ទៅញូវយ៉កឲ្យបានកាន់តែលឿនដំបូងត្រូវកម្ចាត់បិសាចនៅតាមផ្លូវនឹងអស់សិនដើម្បីតាក់ទាញឲ្យបិសាចនឹងបង្ហាញខ្លួនគឺយើងត្រូវដាក់នុយហើយនុយរបស់គាត់នឹងដែលគាត់ចង់និយាយនឹងគឺជាព្យ៉ាណូនឹងឯអ្នកទាំងអស់គ្នាគឺជាបទភ្លេងទៅពេលដែលលើបទភ្លេងហ្នឹងគឺបិសាចហ្នឹងគឺវានឹងចេញបង្ហាញខ្លួននៅពេលនោះដែរគាត់ក៏បានប្រើកូសេតូឲ្យទៅយកព្យ៉ាណូដែលគាត់បានលេងនៅទីក្រុងអំបញ្ញមិញហ្នឹងគាត់ចូលមកដល់កន្លែងកញ្ចប់បិសាចគឺអាណាគាត់អត់បានទៅជាមួយពីរអ្នកហ្នឹងទេអាណាគាត់ក៏ចាំនៅខាងក្រៅនៅក្នុងរោងចក្រដ៏ចាស់មួយដែលត្រូវបានបំផ្លាញដោយសារពពួកបិសាច D2 ហ្នឹងតួរបស់យើងហ្នឹងក៏បានអង្គុយលេងព្យ៉ាណូនៅទីនោះដើម្បីតាក់ទាញឲ្យពួកបិសាចហ្នឹងបង្ហាញខ្លួនទៅពេលដែលបិសាចបានឮសំឡេងព្យ៉ាណូដែលតួរបស់យើងបានប្រគំហ្នឹងហើយគឺវាខឹងខ្លាំងមែនតើបន្ទាប់មកវាក៏បង្ហាញខ្លួនភ្លាមៗហ្នឹងវាក៏បានបើកការវាប្រហារមកលើកូសេតូរបស់យើងឡើងក្បាលហ្មងបន្ទាប់មកបិសាចមួយហ្នឹងក៏វាលោតទៅរកទីខ្ពស់ដើម្បីស្វែងរកប្រភពសំឡេងមួយហ្នឹងនៅពេលនោះគឺវាបានបង្ហាញខ្លួននៅចំកណ្ដាលមុខទូបរបស់យើងតែម្ដងទូបរបស់យើងក៏បាននិយាយថានេះគឺជាបិសាច D2 ដែលវាកើតចេញពីដុំថ្មពណ៌ខ្មៅគឺវាមានឥទ្ធិពលខ្លាំងមែនតើខ្ញុំភ្លេចឈ្មោះវាបាត់ហើយអ្នកទាំងអស់គ្នាខ្ញុំមិនដឹងថាឈ្មោះវាអីទេបើណាគេដឹងថាបិសាចនឹងឈ្មោះអីជួយប្រាប់ខ្ញុំផងអាបិសាចហ្នឹងក៏វាបានបញ្ចេញកូនចៅរបស់វាដើម្បីឲ្យវាប្រហារទូរបស់យើង
ទៅពេលនោះនឹងដៃរំខាងរបស់តុកតូក៏បានបាត់ហើយកូសេតូនឹងក៏បានប្រែកន្លាទៅជា Destiny ហើយក៏បានគប់ដងបញ្ជាតន្ត្រីនឹងទៅឲ្យទូរបស់យើងតុកតូក៏បានបញ្ជាដោយបញ្ជាតន្ត្រីអញ្ចឹងហើយ Destiny របស់យើងគាត់ក៏បានឲ្យប្រើ skill របស់គាត់នឹងទៅតាមអ្វីដែលទូរបស់យើងនឹងបានបញ្ជាក្នុងពេលប្រយុទ្ធជាមួយពួកបិសាចនឹងដែរ Destiny គាត់មិនអីទេប៉ុន្តែអ្នកដែលរងរបួសនោះគឺទូរបស់យើងនៅពេលដែល Destiny ប្រយុទ្ធជាមួយបិសាចកាន់តែច្រើនកាន់តែខ្លាំងនោះគឺ energy របស់ទូរបស់យើងកាន់តែខ្សោយទៅដើម្បីបញ្ចប់ជីវិតរបស់បិសាចនឹងគាត់ក៏បានប្រើ skill នៃតន្ត្រីចុងក្រោយនឹងភ្លាមនោះអាវុធរបស់ Destiny ក៏បានប្រែទៅជាដាវផងជាកំភ្លើងផងបាញ់ឲ្យចាក់ទម្លុះកណ្ដាលដើមទ្រូងរបស់អាបិសាចមួយនឹងនៅពេលនោះដែរតុកតូគាត់បំរុងនឹងរត់មកចាក់អាបិសាចនឹងបន្ថែមប៉ុន្តែដោយសារតាការស្លាប់របស់បិសាចនឹងវាធ្វើឲ្យមានបំផ្ទុះយ៉ាងខ្លាំងហើយគាត់ក៏បានឃ្លាតទៅក្រោយវិញបន្ទាប់ពីមានការបំផ្ទុះដ៏ធំហើយគាត់ក៏បានមើលទៅមុខ Destiny គាត់ក៏នឹកឃើញទៅដល់កូសេតូដែលនៅពេលដែលនាងនៅរស់ហ្នឹងហើយអ្នកទាំងអស់គ្នាអេពីសូតទី1របស់យើងបានកាត់ដល់ទីបញ្ចប់ហើយចង់ដឹងថាតើហេតុអ្វីបានជាកូសេតូស្លាប់ហើយពេលអ្នកនឹងមានតំណែងអ្វីជាមួយគ្នាបានជានៅពេលដែលទូស័យរបស់យើងវាប្រហារជាមួយបិសាចហើយទូរបស់យើងអស់ energy ចឹងកុំភ្លេចតាមដាននៅក្នុងអេពីសូតទី2ទាំងអស់គ្នានេះជាការសម្រាយរឿងលើកដំបូងរបស់ខ្ញុំអញ្ចឹងបើមានចំណុចខ្វះខាតអីសូមអ្នកទាំងអស់គ្នាខន្តីអភ័យទោសផងហើយកន្លែងខ្លះខ្ញុំមិនបានបកស្រាយច្បាស់លាស់ទេដោយសារតែខ្ញុំមិនមែនជាអ្នកសម្រាយរឿងវាគ្រាន់តែជាការសាកល្បងរបស់ខ្ញុំទេOkay, bye. See you next episode. Thank you guys.